រដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់សហរដ្ឋអាមេរិកលោក Patty Hegseth បានបញ្ជាក់ការពីថ្ងៃពុធថាសហរដ្ឋអាមេរិកបានវាយប្រហារទៅលើនាវាគ្រឿងញៀនចំនួន2នៅសមុទ្រប៉ាស៊ីហ្វិកនៃអាមេរិកឡាទីនក្នុងរយៈពេល2ថ្ងៃចុងក្រោយនេះដោយបានសម្លាប់មនុស្ស5នាក់ខ្លាំងដូចខ្លាចេញពីរុងប្រេងរំអិលតូរ៉ាផលិតតាមស្តង់ដារប្រទេសជប៉ុនរដ្ឋបាលត្រាំឥឡូវនេះបានធ្វើការវាយប្រហារចំនួន9លើកប្រឆាំងទៅនឹងទូកដែលត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនចាប់តាំងពីខែមុននោះមកដែលនាំឲ្យមនុស្សយ៉ាងហោចណាស់37នាក់ស្លាប់ហើយការវាយប្រហារចំនួន7លើកដំបូងគឺនៅក្នុងសមុទ្រការ៉ាអ៊ីបប៉ុន្តែនៅក្នុងសប្តាហ៍នេះយុទ្ធសាស្ត្របានពង្រីកទៅប៉ាស៊ីហ្វិកខាងកើតការវាយប្រហារលើកដំបូងបានធ្វើឡើងកាលពីថ្ងៃអង្គារដោយមនុស្ស2នាក់បានស្លាប់មន្ត្រីការពារជាតិបានបញ្ជាក់ថានាវានោះស្ថិតនៅក្នុងដែនទឹកអន្តរជាតិចេញពីប្រទេសកូឡុំប៊ីដោយយោងទៅតាមលោក Hegseth ការវាយប្រហារលើកទី2បានកាត់ឡើងកាលពីថ្ងៃពុធម្សិលមិញនេះដោយបានសម្លាប់មនុស្ស3នាក់ដែលលោក Hegseth បាននិយាយថាទូកទាំងនោះត្រូវបានដំណើរការដោយអង្គការភេរវករដែលបានកំណត់នៅក្នុងនោះកំពុងតែឆ្លងកាត់តាមផ្លូវជួញដូរគ្រឿងញៀនដែលគេស្គាល់នៅក្នុងដែនទឹកអន្តរជាតិលោកបាននិយាយថាពួកគេត្រូវបានគេស្គាល់ថាជាអ្នកមានជាប់ពាក់ព័ន្ធទៅនឹងការរត់ពន្ធគ្រឿងញៀនខុសច្បាប់លោកបានបញ្ជាក់អំពីអង្គការដែលបានចោទប្រកាន់ថាប្រតិបត្តិការទូកនោះលោក Hegseth បាននិយាយថាគ្មានកងកម្លាំងអាមេរិកណាម្នាក់រងគ្រោះនៅក្នុងការវាយប្រហារនោះទេទន្ទឹមនឹងនោះផងដែរក៏មានសាធារណរដ្ឋដូមីនីកានបានផ្ដល់ការអនុញ្ញាតឲ្យយោធាអាមេរិកបានប្រើប្រាស់អាកាសយានដ្ឋានរបស់ខ្លួនសម្រាប់ប្រតិបត្តិការនៅក្នុងការគ្រប់គ្រងការបោះជំហានប្រឆាំងទៅនឹងគ្រឿងញៀនដោយនេះបើយោងទៅតាមមន្ត្រីអាមេរិក2នាក់ដែលបាននិយាយទៅកាន់ CBS News កាលពីថ្ងៃពុធក្រោមលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈអំពីប្រតិបត្តិការយោធាដែលកំពុងបន្តសហរដ្ឋអាមេរិកនិងសាធារណរដ្ឋដូមីនីកានបានធ្វើការរួមគ្នាទៅលើការប្រឆាំងការជួញដូរគ្រឿងញៀននិងទម្រង់ផ្សេងទៀតនៃឧក្រិដ្ឋកម្មដែលបានរៀបចំឆ្លងប្រទេស